បានឆ្លើយសំណួរទេអ្នកខ្លះសួរសំណួរខ្ញុំតែបានសូវឆ្លើយទេមើលដំណាក់នេះទៅមិនបានធ្វើកើតទេទៅវីដេអូផុសដល់ចង្ការឆ្លើយសំណួរបានខ្លះគេអត់ខ្លះដល់យើងមកឆ្លើយសំណួរខ្លះនេះតើតោងនឹងថាកូនខ្ញុំទៅបានមួយខែកន្លះផ្ដាសាយតាំងពីកើតអត់ក្តៅខ្លួនទេតែក្អកហៀសបោលឺសំឡេងខពេលដេកតាធ្វើមិនក៏គ្រូមួយខែកន្លះធម្មតាផ្ដាសាយហៀសបោលក្តៅខ្លួនទេអាហ្នឹងយើងមើលតើតោងបញ្ហាហៀសបោលរបស់ក្មេងតាហៀសបោលគេថាមានបញ្ហាលិកឬក៏ផ្ដាសាយឬក៏អីមួយក៏លាក់ស៊ីអីមួយហើយមកធ្វើក្មេងហៀសបោលព្រោះក្មេងធម្មតាត្រូវមានអូសបោលត្រូវមានក្អកត្រូវមានក្តាស់អីទេតែបើថាចេញក្តៅខ្លួនទេអានឹងត្រូវមានបញ្ហាហើយត្រូវជួបគ្រូពេទ្យហើយតែក្តៅខ្លួននោះតែបើអត់ក្តៅខ្លួនទេអាសាហៀសបោលអាសាក្អកហ្នឹងយើងមើលតើតោងនឹងបរិស្ថាននៅជុំវិញដូចនិយាយត្រែហ្នឹងក្នុងវីដេអូពីមុនហ្នឹងគឺតើតោងកតារស់នៅបរិស្ថានជុំវិញផ្ទះត្រូវស្អាតអនាម័យកុំឲ្យមានដីហុយខ្សែមុំភួយអាសាបោកទឹកដូរសម្អាតអញ្ចឹងមើលវីដេអូចាស់ទៅដឹងហើយនិយាយទូប៉ុណ្ណឹងណាហើយសួរទៀតគ្រូកូន5ខែគាត់ឧស្សាហ៍ក្តៅខ្លួនបែកក្បាលញើសញាប់ញឹកញាប់បែកញើសហើយគាត់មិនសូវឡើងគីឡូយឺតតើមានបញ្ហាអត់យីរងក្មេងបែកញើសយើងធម្មតាទេបែកញើសហ្នឹងពីណាក៏បែកញើសតែក្មេងក្តៅតែក្តៅស្អុះស្អាប់បែកញើសហើយទោះបីខ្ញុំធម្មតាក៏ក្តៅបែកញើសដែរអន្តោះគាត់ឲ្យតែបែកញើសធម្មតាហើយគីឡូឡើងម្ដងដូចខ្ញុំប្រាប់ចឹងគឺឲ្យតែកុំឲ្យតែសក់គីឡូហើយកុំមើលយើងមើលផ្លេចខ្លួនឯងទៅថាយើងអត់នេះយើងមើលផ្លេចទៅកូនស្គមអត់ហើយតែធម្មតាបើក្មេងមួយខែទៅមួយខែអត់ឡើងគីឡូគឺតែសក់គីឡូហើយគីឡូនៅថេរហូតហើយមើលអត់ស្រួលយើងទៅមានពីតាមគ្រូពេទ្យដើម្បីមើលឆែកមើលសុខភាពហើយព្រោះរបស់ហ្នឹងវាត្រូវការមើលផ្ទាល់ហើយបើយើងបានសួរต้องសួរប៉ុណ្ណឹងខ្ញុំនឹងឆ្លើយបែបអត់បានមើលឃើញមុខកូនហ្នឹងអញ្ចឹងតែធម្មតាខ្ញុំបាច់ញើសបែកជាងធម្មតាក្មេងកូនង៉ែតក៏បាច់ញើសដែរបាច់ញើសជោគក្បាលតែចេញក្រៅទៀតអត់មានទាំងហាលហ្នឹងគឺបាច់ញើសជោគក្បាលហើយអាសំណួរទៀតសំណួរមើលលើខ្ញុំមិនជាអត់ណែលោកគ្រូខ្ញុំលោកគ្រូកូនខ្ញុំផ្ដាស់ខ្សែក្អកខ្លាំងទាំងច្រមុះតាមបញ្ហាអត់ណាសំណួរដូចមុនអត់ផ្ដាស់ខ្សែសម្រាប់ទៅជួបគ្រូពេទ្យទៅហើយយល់ថាផ្ដាស់ខ្សែសបោអាចជំងឺនេះជាប្រចាំកាយរបស់ក្មេងហើយផ្ដាស់ខ្សែម្ដងអ្នកខ្លះអាច7ថ្ងៃទៅ10ថ្ងៃណានិយាយតែផុតគឺ7ថ្ងៃទៅ10ថ្ងៃផ្ដាស់ខ្សែសបោក្អកអីហ្នឹងហើយអ្នកខ្លះលោតដល់កន្លះខែហើយកំឡុងពេលហ្នឹងយើងអាចលេបថ្នាំមួយចំនួនទៅតាមលោកគ្រូពេទ្យណែនាំនឹងមើលតាមតាមពីក្មេងតើគួរប្រើថ្នាំប្រមាណមុខប្រើថ្នាំអីខ្លះគឺពីតាមគ្រូពេទ្យផ្ទាល់ណាហើយលោកគ្រូពេទ្យហើយគាត់មកថាលោកគ្រូអត់ក្តៅខ្លួនហើយប្រើប៉ារ៉ាទៅអីអាសំណួរហ្នឹងយើងអាឡែស៊ីតិចធម្មតាផ្ដាសាយសបោមិនចាំដល់ក្តៅខ្លួនទេតែផ្ដាសាយសបោយើងលេបថ្នាំប៉ារ៉ាទៅមួយថ្ងៃ2ដងទៅតាមគីឡូទៅតាមអាយុកូនឲ្យត្រឹមត្រូវតាមកំណត់ការកំណត់របស់គ្រូពេទ្យទៅការថ្នាំប៉ារ៉ាសេតាមុលគេថាដូចយើងឈឺក្បាលយើងវិលមុខអីចឹងក៏លេបបានដែរមនុស្សធំយើងធម្មតាថាជឿដៃជឿជើងតិចតួចក៏លេបប៉ារ៉ាបានដែរគាត់ថាលេបមួយក្នុងកម្រិតត្រឹមត្រូវច្បាស់លាស់គឺវាមិនប៉ះពាល់អីទេកុំឲ្យលេបផ្ដេសផ្ដាស់ហ្នឹងបានយើងមានបញ្ហាអីអញ្ចឹងត្រឡប់មកវិញទៅតាមលោកគ្រូពេទ្យគាត់ណែនាំទេបើសិនជាកូនថាត្រូវប្រើបើថាអត់ទេអានឹងស្ដាប់តាមគាត់គាត់ថាបត់ស្ដាប់ខ្ញុំជាឪពុកធម្មតាកូនអត់ក្តៅខ្លួនតែផ្ដាស់ខ្សែជាសបោក្អកអីហ្នឹងអាហ្នឹងខ្ញុំឲ្យតាមប៉ារ៉ាផឹកទៅតាមគីឡូកូនអាចមួយថ្ងៃ2ដងផឹកយប់ចឹងពី10ម៉ោងម្ដងណាតោះទៅសំណួរទៀតដូចអស់ហើយសំណួរមានតែប៉ុណ្្នឹងអស់ហើយសំណួរ TikTok មានប៉ុណ្្នឹងហើយឆ្លើយបាន TikTok ព្រោះពេលបានទៅឆ្លើយព្រោះ TikTok មកដូច Facebook ទេ Facebook វាវាយបានដល់ពេល TikTok វាយបានផ្ញើបានដល់ជាសរសេរអញ្ចឹងពិបាកបន្តិចអស់ហើយវីដេអូប៉ុណ្្នឹងហើយមើលទៅកូនខ្ញុំបល់អញ្ចឹងអើយអានេះ